ដោះស្រាយប្រព័ន្ធសម័យកាលមកឥឡូវយើងមកមើលដំណោះស្រាយរបស់លោកគ្រូទាំងអស់គ្នាណាអញ្ចឹងសម័យកាលខាងលើនេះគឺលោកគ្រូតាំងដោយសម័យកាលទី1ហើយសម័យកាលបន្ទាប់នេះគឺលោកគ្រូតាំងដោយសម័យកាលទី2អញ្ចឹងលោកគ្រូយកសម័យកាលទី1មកមើលមកដោះស្រាយណាលោកគ្រូសង្កេតឃើញថាសម័យកាលទី1នេះអានេះវាមាន x y អានេះក៏មាន x y អញ្ចឹងយើងចាប់ x y ជាកត្តាមកវាឬទី3ដូចគ្នានេះចាប់ x y នៃសម័យកាលទី1អង្គខាងស្ដាំនឹងជាកត្តាក៏ប៉ុន្តែវាជាប់ឬទី3ណាគឺសល់ឬ x បូកឬ y បើយើងគុណចូលទៅវិញគឺវាដូចដើមពីព្រោះផលគុណនៃ radical ដែលមានឬដូចគ្នាអញ្ចឹងយើងអាចដាក់រួមបានអញ្ចឹងយើងចាប់បានប៉ុណ្ណេះណាបន្ទាប់មកទៀតលោកគ្រូយកសម័យកាលទី2នេះទៅជួបនឹងសម័យកាលទី1ដែលយើងដឹងថាឬទី3នៃ x បូកឬទី3នៃ y គឺស្មើនឹង6យកទៅគុណនឹង3អញ្ចឹងយើងបាន18ឬទី3នៃ x y បន្តមកទៀតលោកគ្រូសម្រួលលេខ2នេះបាទសម្រួលនឹង2មកអញ្ចឹងយើងបាន x បូក y ស្មើនឹង9គុណនឹងឬទី3នៃ x y ឥឡូវយើងបានប៉ុណ្ណេះបើបានប៉ុណ្ណឹងលោកគ្រូសង្កេតឃើញថានេះ x បូក y អានេះឬទី3គ្រូសរសេររូបមន្ត a បូក b លើជាគីបយើងដឹងហើយណាយើងពលាតទៅគឺស្មើ a គីបបូក b គីបហើយនេះបូក 3ab កតា a បូក b បាទហើយនេះលោកគ្រូទាញរក a គីបបូក b គីបអញ្ចឹងលោកគ្រូជួសមក a លោកគ្រូជួសដោយឬទី3នៃ x b ឬទី3នៃ y គីបនេះនៅពេលដែលយើងជួសដោយឬទី3នៃ x លើជាគីបចេញមកបាន x b គីបលើកជួសដោយឬទី3នៃ y មកចេញមកបាន y អញ្ចឹងអង្គខាងឆ្វេងគឺយើងបាន x បូក y ណាបាទនេះក៏ចឹងដូចគ្នានេះយើងគ្រាន់តែជំនួសបន្ទាប់មកទៀតយើងសង្កេតឃើញថានេះឬទី3នៃ x បូកឬទី3នៃ y នេះជួសបន្តទៀតណាឬទី3នៃ x បូកឬទី3នៃ y គឺយើងជំនួសដោយលេខ6អង្គខាងឆ្វេង x បូក y ហើយនេះឬទី3នៃ x បូកឬទី3នៃ y លោកគ្រូជួសដោយលេខ6អញ្ចឹងយើងបាន6គីបហើយអានេះ6ដែរ6ទៅគុណនឹង3យើងបាន18នេះបន្ទាប់មកទៀតលោកគ្រូក៏ជំនួសបន្តទៅទៀតនេះគឺ x បូក y ដែលយើងស្គាល់នេះតំណាក់តំណងពីខាងដើមដែលយើងរកឃើញនេះ x បូក y គឺស្មើនឹង9ឬទី3នៃ x y យើងបាន9ឬទី3នៃ x y ស្មើនឹង6គីបដក18ឬទី3នៃ x y បន្តមកទៀតលោកគ្រូបោះ18ម្នេះមកដកបោះម្នេះទៅជាបូក27ឬទី3នៃ x y 6គីបបាន216សម្រួល27និង216មកចឹងបាន8ឬទី3នៃ x y លោកគ្រូអាចផ្ដាច់ជាឫសផ្សេងគ្នាក៏បានដាក់រួមវិញក៏បានអញ្ចឹងលោកគ្រូផ្ដាច់ដាក់ឫសផ្សេងគ្នាណាលោកគ្រូសម្រួលនឹង27បានប៉ុណ្នេះតាំងអានឹងដោយសម័យកាលទី3ហើយយើងមើលសម័យកាលទី2សម័យកាលទី2ក៏ជាប់ឫសទី3នៃ x បូកឫសទី3នៃ y ចងបានជាប្រព័ន្ធសម័យកាលបាទសម័យកាលទី2ហើយនេះសម័យកាលទី3សង្កេតឃើញថាអាលើគឺជាផលបូកអាក្រោមគឺជាផលគុណឫសទី3នៃ x ហើយនឹងឫសទី3នៃ y នេះគឺជាចម្លើយនៃសម័យកាល k ការ៉េដក 6k បូក 8 ស្មើ0នេះតម្រងវាណា x ការ៉េដក sx បូក p ស្មើ0ដែល s 6ផលបូក p ផលគុណ8អញ្ចឹងយើងដោះស្រាយសម័យកាលហ្នឹងមកប្រើ delta b ការ៉េដក 4ac មកណាលោកគ្រូសង្ខេបបន្តិចពីព្រោះរូបមន្ត delta សុំបាន delta ក៏បាន delta prim ក៏បានដាក់ជាកតាក៏បាន k ស្មើ2 k ស្មើ4មានន័យថាឫសទី3នៃ x ស្មើ2ឫសទី3នៃ y ស្មើ4ឬឫសទី3នៃ x ស្មើ4ឫសទី3នៃ y ស្មើ2វិញអញ្ចឹងវាអាចមាន2ករណីណាឫសទី3នៃ x ឫសទី3នៃ y លោកគ្រូសរសេរជាទម្រង់គូចម្លើយណាតែអ្វីដែលយើងចង់បានគឺ x និង y បាទបើ x និង y អញ្ចឹងយើងគ្រាន់តែលើកវាជាគីបមកណាតែយើងលើកជាគីបអានេះបាន8ហើយ4គីបយើងដឹងណាយើងបាន64ហើយនេះត្រឡប់មកវិញដូចគ្នា64 8ឥឡូវយើងរកឃើញគូចម្លើយនៃប្រព័ន្ធសម័យកាលគឺ8 64 8